Một tô cúp níประเภทกำลัง110 cc ដោយសារយើងតម្លើងដាក់ប្រភេទម៉ាស៊ីន valve 110ពួកសេរីខ្ពស់បងនេះយើងរៀបចំតម្លើងហើយនៅលាងទឹកសម្អាតប្រភេទម៉ូតូចាស់គាត់គឺគប់កៅ3លេខបងចាស់តូថាយ៉ាងបាក់ជីតិច3លេខវាងាងហើយមួយទៀតគឺម៉ាស៊ីនចាស់គាត់គឺឡោកអស់ហើយមកដូច្នេះគាត់សម្រាប់ចិត្តយកមកដូរដាក់ប្រភេទម៉ាស៊ីន 110 cc ប្រើ4លេខហើយតកតងទៅនឹងសលេងម៉ាស៊ីនគឺឆេះស្ងាត់ល្អមកបងចាស់តូសមមួយចាស់មកគាត់ធ្លាប់មកដូរម៉ាស៊ីនដូចជា1 2គ្រឿងដូចជា2គ្រឿងឥឡូវយកមកដូរមួយទៀតតើតើទៅនឹង valve 110នេះប្រភេទពួកសេរីខ្ពស់សិនសលេងគឺចេះស្ងាត់ល្អមកហើយតើតើទៅនឹងម៉ាស៊ីនគឺយើងមានការធានាជូនបងគឺអត់ថយអត់ឡណាចាំមើលខ្ញុំញុះផ្លេចជូនបងតិចបងដែលគាត់ចំណូលចិត្តជិះមកល្មមកម្លាំងប្រើពួក110សេរីខ្ពស់នេះទៅមកល្មមជិះបងពេលកាទៀវឲ្យតាមពុំមិនស្រួលជិះហើយប្រភេទពួកហ្នឹងអត់ចេះលិចឡើងមកពួក valve 110សេរីខ្ពស់ហ្នឹងប្រទេសខាងឆ្វេងប្រើរមជិតល្អគាត់ដូចប្រភេទម៉ូតូម៉ាស៊ីនដូចសង់សេរីចាស់ដូចពួកសង់ការ៉េវាសារលិចតិចបងពួកនេះអត់សូវចេះលិចទេយើងប្រើចាស់មិនក៏អត់លិចដែរកាតែខាងឆ្វេងហ្នឹងគឺស្ងួតល្អហើយតកតងទៅនឹងសលេងម៉ាស៊ីនគឺចេះស្ងាត់ល្អចឹងមកតោនេះនៅលាងទឹកសម្អាតគឺរួចរាល់ហើយបងចាស់តោគាត់មកយកបានសមោចាស់មកគាត់ធ្លាប់មកដូរម៉ាស៊ីនដូចជា2គ្រឿងហើយតកតងទៅនឹងប្រព័ន្ធភ្លើងសញ្ញោហើយគឺយើងតម្លើងឲ្យស្អាតបងឆ្វេងស្ដាមអីហើយប្រព័ន្ធភ្លើងតម្លើងហើយម៉ាស៊ីនដែលខ្ញុំបញ្ជាក់ជូនបងគឺមានការធានាជូនគឺអត់ខូចអត់លាន់ចាំមើលខ្ញុំផលិតសោហើយនឹងដេបឆេះជូនបងមួយម្ដងទៀតតកតងទៅនឹងសលេងម៉ាស៊ីនតើចេះស្ងាត់ល្អម៉ាស៊ីនគឺសលេងស្ងាត់ល្អចឹងបងនេះនៅទៀនលាងទឹកសម្អាតទៀតដូចរាល់នេះប្រភេទពូវ៉ែវសេរីខ្ពស់ខ្ញុំថតឲ្យជូនបងមើលហើយធានាជូនបងកាយគឺអត់ឲ្យរត់ទៅឃ្លោងណារត់អត់ឲ្យញ័រអត់ឲ្យរត់ទៅឃ្លោងធានាជូនបងគឺនឹងល្អជីសាហើយបងមិញសាកចូលដីហើយ20គីឡូដែរគឺរត់នឹងល្អនេះពេទ្យគប់កៅតើគាត់សេរីចាស់គប់កៅមក3លេខហើយងាងផងដល់អញ្ចឹងបងចាស់តើគាត់យកមកឲ្យដាក់ម៉ាស៊ីន110ទៅគឺងាយស្រួលក្នុងការជិះបងស្ទុះល្អនិយាយទៅបងដែលគាត់ចូលចិត្តជិះមកស្ទុះល្មមដាក់ប្រភេទ valve 110ហ្នឹងទៅហើយបងខ្លះគាត់ចូលចិត្តជិះរៀងខ្លាំងដាក់ប្រភេទពួក valve 125ទៅឬក៏សង់125ហ្នឹងមកតាមចំណូលចិត្តហើយតាក់ទងទៅនឹងប្រព័ន្ធភ្លើងពួកហ្នឹងភ្លឺល្អមកអានេះពេលថ្ងៃណាបងបើពេលយប់យើងឃើញភ្លឺស្អាតហើយបើយើងនៅឆ្ងាយទៀតអត់ដឹងឆ្ងាយមកសិនគឺឆ្ងាយល្អអញ្ចឹងបងដូរម៉ាស៊ីននៅឃ្លាំង399គឺយើងមានការធានាជូនបងគឺអត់ខូចអត់លាន់ណាចាំបងមានតម្រូវការបងអាចតាក់ទងតាមលេខទូរស័ព្ទ3ខ្សែបានបងជាមួយខ្ញុំផលិតសោហើយដេបឆេះជូនម្ដងទៀតទៅតាមសិនហ្នឹងស្រួលក្នុងការឆេះហើយគឺគ្រាន់តែចុចដេឆេះយកមកអានេះយើងនៅលាងទឹកសម្អាតហើយនឹងរៀបចំប្រព័ន្ធរៀបចំហុំខ្សែភ្លើងមួយរាល់ហើយបងចាំតមកយកបានណាចាំបងមានតម្រូវការអាចតាក់ទងតាមលេខទូរស័ព្ទ3ខ្សែបានអរគុណច្រើនបង